ការងារថ្មីកំពុងចូលមកពេលឆាប់ៗហ្នឹងអូខេសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃហ្នឹងយើងមកលេងពីអាការជាមួយគ្នាតាក់ទងជាមួយនឹងអ្នកដែលគាត់កំពុងរកការងារថ្មីអញ្ចឹងណាចាំមើលថាគាត់បានការងារថ្មីក្នុងរយៈពេលណាអញ្ចឹងមាន3ស្លឹកហើយស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3សម្រាប់អ្នកគេធ្វើសមាធិហើយរើកាតបានហើយអញ្ចឹងយើងទៅស្រាវចម្លើយទាំងអស់គ្នាអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់រើស្លឹកទី1ចាំមើលថាគាត់បានការងារនៅក្នុងកំឡុងពេលណាឬក៏មួយរយៈហ្នឹងអាចមានឱកាសបានការងារថ្មីអត់អញ្ចឹងណាបើ The Star ឡើងមកនឹងអាចនឹងមានឱកាសនៅក្នុងកំឡុងពេលឆាប់ៗនឹងអញ្ចឹងណាគាត់ថាអាចនឹងអត់លើសពី3អាទិត្យបន្ទាប់ពីឃើញคลิปសារនឹងហើយអាចនឹងមានការងារចូលមកអញ្ចឹងណាការងារដែលចូលមកហ្នឹងភាគច្រើនអាចតាក់ទងជាមួយនឹងការងារដែលយើងចាប់អារម្មណ៍ស្រាប់ការងារដែលយើងចូលចិត្តឬក៏ការងារដែលធ្វើឲ្យលក្ខណៈថាការលក់ដូរលក់គ្រឿងសម្អាងជា sale ជា marketing ឬក៏លក្ខណៈថាដែលត្រូវតាក់ទងជាមួយមនុស្សច្រើនមានការនិយាយស្ដីឬក៏ជួបអីចឹងណាហើយការងារថ្មីហ្នឹងគាត់ថាជាការងារដែលធ្វើឲ្យយើងលេចធ្លោនៅក្នុងវិស័យហ្នឹងគាត់ថាបើយើងបានធ្វើការនឹងហើយយើងអាចនឹងទៅលឿន develop ខ្លួនឯង update ហើយជួបរឿងល្អៗអញ្ចឹងណាពួកអីបានជួប connection ថ្មីជួបមនុស្សថ្មីមានឱកាសចូលមកអញ្ចឹងកាន់តែធ្វើឲ្យយើងហត់តារីចម្រើនហើយដឹងថាយើងគួរតែដើរបន្តទៅផ្លូវណាអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលបន្តសម្រាប់អ្នកដែលគាត់រើសស្លឹកទី2ចាំមើលថាគាត់បានការអីខ្លះអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ស្លឹកទី1គាត់បាន Eight of Pentacles Eight of Wands ហើយជាមួយនឹង The Judgment អូខេអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើស្លឹកទី2គាត់ថាក្នុងរយៈពេលដែលបានមើលឃើញសារនឹងរាប់ចាប់ពីឥឡូវទៅប្រហែល8ថ្ងៃទៅ10ថ្ងៃអញ្ចឹងអាចនឹងមានឱកាសបានតំណងការងារឬក៏មានគេហៅទៅសម្ភារឬក៏អីអញ្ចឹងណាការងារដែលធ្វើនឹងអាចមានឱកាសស័ក្តិសមជាមួយនឹងការងារតាក់ទងជាមួយនឹងរឿងលុយកាក់រឿងដីធ្លី cashier ធនាគារឬក៏អីក៏ដោយឲ្យតែតាក់ទងជាមួយនឹងរឿងលុយឬក៏ធម្មតាឆាតកាត់លុយភ្ញៀវឬក៏អីហ្នឹងក៏អាចមានឱកាសដែរការងារយើងលេខហ្នឹងបើធ្វើការតាក់ទងជាមួយនឹងការនិយាយហត់តែច្រើនមានភាពរីកចម្រើនហត់តែខ្លាំងអញ្ចឹងណាហើយនៅក្នុងកំឡុងពេលសម្ភាសហ្នឹងវាប្រាប់ថាអាចនឹងកន្លែងការងារថ្មីឬក៏អីដែលត្រូវសម្ភាសហ្នឹងភាគច្រើនតាក់ទងជាមួយនឹងខ្សែការងារដែលយើងតំតែចប់ហើយឬក៏យើងធ្លាប់ធ្វើកន្លងមកអញ្ចឹងណាអាចនឹងមិនមែនខ្សែការងារថ្មីហើយអញ្ចឹងជូនពរឲ្យអ្នកដែលគាត់រើស្លឹកទី2ហ្នឹងថាបានការងារថ្មីក្នុងកំឡុងពេលឆាប់ៗហ្នឹងអូខេអញ្ចឹងយើងមកមើលបន្តសម្រាប់អ្នកដែលគាត់រើស្លឹកទី3ចាំមើលថាតើក្នុងកំឡុងពេលណាមួយដែលអាចនឹងបានការងារថ្មីអញ្ចឹងណាអូខេវាប្រាប់ដែរថាជើងលេខហ្នឹងអាចនឹងត្រូវការរយៈពេលរៀងយូរតិចចឹងណាពួកអី page of sort មកហ្នឹងគឺណែនាំថាឲ្យដាក់ CV ដាក់សម្ភារច្រើនកន្លែងតែការពិតការងារមិនអត់មានគេតាក់ទងមកហើយជើងលេខហ្នឹងគឺអាចនឹងដោយសារយើងរើខ្លួនឯងឬក៏កន្លែងគេហៅសម្ភារហ្នឹងអត់ទាន់ត្រូវចិត្តតាក់ទងជាមួយនឹងលុយឬក៏អីចឹងណាអានេះវាប្រាប់ថាដែលយើងរើច្រើនហ្នឹងមិនអត់ល្អ